ឥឡូវយើងបន្តដល់ចំណុចចុងក្រោយនៃមេរៀនរបស់យើងដែលយើងនឹងសិក្សាអំពី count if f ដែល count if f នេះគឺគេប្រើប្រាស់សម្រាប់ការរាប់ចំនួនកាឡាដែលបំពេញលក្ខខណ្ឌមានន័យថារាប់តម្លៃនៅក្នុងកាឡាហ្នឹងដែលបំពេញលក្ខខណ្ឌច្រើននៅក្នុងពេលតែមួយណាបាទអញ្ចឹងនៅក្នុងការសិក្សាទៅលើ count if មិញគឺយើងសិក្សាតែមួយលក្ខខណ្ឌទេមាន rank មួយ criteria មួយណាបាទប៉ុន្តែនៅក្នុងករណីយើងសិក្សាទៅលើ count if f នេះគឺយើងមានលក្ខខណ្ឌក៏ច្រើនបាទមាន criteria ក៏ច្រើនណាបាទអញ្ចឹងវាមានហោហែទៅមានចាប់ពី2ឡើងទៅអញ្ចឹងទៅណាបាទអញ្ចឹងកន្លែងនេះគឺរៀងស្មុគស្មាញបន្តិចបាទអញ្ចឹងយើងមើលទៅលើឧទាហរណ៍ទៅលើលំហាត់របស់យើងនៅក្នុងនេះគេមានបន្ទុកគេថាចូលរាប់ចំនួនមុខវិជ្ជាភូមិវិទ្យាដែលមានបន្ទុកធំជាងឬស្មើនឹង45អញ្ចឹងអានេះតតែយើងវាយលំហាត់ហ្នឹងឲ្យដូចគេតែម្ដងដើម្បីជាឧទាហរណ៍អ្នកនរគ្នាមើលណាអញ្ចឹងយើងមើលរាប់ចំនួនភូមិវិទ្យាអញ្ចឹងលក្ខខណ្ឌទី1គឺភូមិវិទ្យានឹងឯងណាអាហ្នឹងគឺជាលក្ខខណ្ឌទី1ហើយលក្ខខណ្ឌទី2គឺបន្ទុកធំជាងឬស្មើនឹង45បាទអញ្ចឹងយើងមើលធំជាងឬស្មើណាអញ្ចឹងមានន័យថាចាប់ពី45ឡើងទៅគឺតើមានប្រមាណអ្នកនៅក្នុងចំណោមបន្ទុកភូមិវិទ្យាហ្នឹងបាទអញ្ចឹងលោកគ្រូមកកន្លែងនេះលោកគ្រូសូមធ្វើការកែតម្លៃអាហ្នឹងឲ្យដូចគេសិនអញ្ចឹងអានេះ45 48 45 32បាទ32បន្តមកទៀត15បន្តមកទៀត23អញ្ចឹងនៅក្នុងនេះយើងមានភូមិវិទ្យានៅខាងក្រោម1ភូមិ3ត្រូវណាបាទអញ្ចឹងយើងចូលទៅជាក់ស្ដែងតែម្ដងអញ្ចឹងលក្ខខណ្ឌទី1គឺគេរកបន្ទុកភូមិវិទ្យាណាមុខវិជ្ជាភូមិវិទ្យាបាទរូបមុខវិជ្ជាភូមិវិទ្យាហើយមានបន្ទុករបស់វាហ្នឹងគឺចាប់ពីប៉ុន្មានទៅមិញបាទមើលលក្ខខណ្ឌនេះទៅធំជាងឬស្មើនឹង45បាទអញ្ចឹងយើងធ្វើការប្រើប្រាស់នៅរូបមន្តរបស់យើងស្មើ count if បាទ count if ហ្នឹងគឺមាន s ណាដោយសារអា if មួយអត់មាន s នេះគឺសម្រាប់លក្ខខណ្ឌមួយហើយអា if s នេះគឺសម្រាប់លក្ខខណ្ឌច្រើនណាចាប់ពី2ឡើងទៅអញ្ចឹងយើងចុច tab មកបន្តមកទៀតលក្ខខណ្ឌទី1គឺយើងត្រូវ select ទៅលើ rank ទី1 rank ទី1គឺត្រង់មុខជានេះបាទមុខជានេះបាទអានេះគឺជា rank គឺជា criteria គឺជា rank ទី1បន្តមកយើងក្បៀសយើងដាក់លក្ខខណ្ឌបាទ criteria ទី1អានេះ rank ទី1អានេះ criteria ទី1នេះអានេះគឺជា rank ណាអានេះជា criteria លក្ខខណ្ឌគឺភូមិវិទ្យាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបើកថ្មីកដោមកដូរមកភាសាខ្មែរវិញយើងដាក់មកភូមិដូរទៅជាអង់គ្លេសវិញបាក់ថ្មីកដោមកវិញណាបាទក្បៀសមួយទៀតបន្ទុកណាបាទចូលដល់បន្ទុកម្ដងលក្ខខណ្ឌទី2គឺបន្ទុកប៉ុន្តែមុននឹងលក្ខខណ្ឌគឺយើងដាក់ rank វាសិនណាបាទ rank គឺកន្លែងបន្ទុកនេះជួរបន្ទុកក្បៀសមួយទៀតបាទបន្ទុកធំជាងឬស្មើនឹង45បាទអញ្ចឹងកន្លែងនេះគឺយើងដាក់ថាម៉េចបាទអញ្ចឹងយើងដាក់ថាបន្ទុកធំជាងឬស្មើនឹង45អញ្ចឹងកន្លែងនេះយើងដាក់ថានេះអាហ្នឹងគឺយើងសរសេរនៅក្នុងថ្មិញកដោណាតែក្នុងថ្មិញកដោណាបាទលក្ខខណ្ឌគឺដាក់ក្នុងថ្មិញកដោអញ្ចឹងយើងកន្លែងនេះយើងដាក់ថ្មិញកដោមួយបើយើងដាក់ថ្មិញកដោទេវាប្រកាសជា error ណាបាទអញ្ចឹងគឺក្នុងថ្មិញកដោនេះដាក់ជាភាសាអង់គ្លេសធំជាងឬស្មើនឹង45អានេះគឺជាលក្ខខណ្ឌណាអានេះគឺជាលក្ខខណ្ឌទី2អានេះជាលក្ខខណ្ឌទី1អានេះជា criteria ទី1អានេះជា rank ទី1អានេះជា rank ទី2បាទអញ្ចឹងយើងបិទបញ្ចប់មក enter អញ្ចឹងយើងឃើញថាអ្នកបន្ទុកភូមិវិទ្យាដែលមានបន្ទុកធំជាងឬស្មើនឹង45នោះគឺមានតែម្នាក់ទេបាទអញ្ចឹងបើករណីលោកគ្រូធ្វើការដំឡើងអានេះទៅដល់លើសបន្ទុកទៀតវានឹងរាប់មកឃើញលើសពីនឹងទៀតអញ្ចឹងលោកគ្រូអាចដាក់47ដល់ណាអញ្ចឹងវាឡើងដល់2នាក់បាទបើលោកគ្រូថែមអានេះទៀត49នេះវាឡើងដល់3នាក់ហើយបើសិនជាលោកគ្រូបន្ថយនេះមកជា20វិញអញ្ចឹងវានៅសល់តែ2នាក់ទេ
Chẳng cái này ní ở đây là cô chọn và hán cả đây thì dương pra sả nhà thông dương được smart bài ní cứ dương tới tại ta xe được nông mình cái đảo đấy bởi dương ta xe cháu cứ bia ở tầm na cà lò đấy đấy và dương cụ lọp tạ bòn đấy xe cháu nhé cứ bia tầm na cà lò đấy thì ai error vậy bia score mà vậy phải tới bia score này mà chẳng cái này ní ở đây đam bay ao miền thiệp trầm tới cứ dương cụ ta đặt mình cái đảo màu đấy và chẳng anh ấy cứ chiaรูปมนต์ក្នុងការប្រើប្រាស់រោគលក្ខខណ្ឌចាប់ពី2ឡើងទៅណាបាទអញ្ចឹងយើងចូលទៅកាន់លំហាត់របស់យើងដែលជាលំហាត់ចុងក្រោយនៃមេរៀនម្ដងបាទអញ្ចឹងនៅក្នុងនេះគឺយើងមានសំណួរដល់ទៅ4សំណួរណាបាទយើងមានដល់ទៅ4សំណួរឥឡូវយើងមើលសំណួរទី1គេសួរថាតើមានអ្នក marketing ភេទប្រុសប្រមាណអ្នកអញ្ចឹងលក្ខខណ្ឌទី1គឺ marketing លក្ខខណ្ឌទី2គឺភេទប្រុសណាបាទអញ្ចឹងកន្លែងនេះយើងអាចធ្វើការ zoom ឲ្យធំបន្តិចដើម្បីស្រួលមើលណាបាទអញ្ចឹងយើងដាក់សញ្ញាស្មើមកហើយយើង count ប្រើរង្មុន count if របស់យើង count if ហើយយើងប្រើ if f ណាបាទ if f លក្ខខណ្ឌចាប់ពី2ឡើងទៅថាយើងមានលក្ខខណ្ឌ2អញ្ចឹងយើង select ទៅលើ rank ទី1សិន rank ទី1នៅត្រង់ជួរតួនាទីណាជួរតួនាទីបាទ select មកបាទបន្តមកទៀតយើងដាក់លក្ខខណ្ឌឲ្យវាណាអញ្ចឹងយើងបាន rank ហើយ rank ទី1ហើយអញ្ចឹងយើងដាក់លក្ខខណ្ឌឲ្យវាគឺញ៉ាក្បៀសអញ្ចឹងគឺ marketing អញ្ចឹងយើងដាក់មិញកដោមក marketing ដាក់បិទមិញកដោវិញក្បៀសមួយទៀតគឺយើងចូលដល់លក្ខខណ្ឌទី2លក្ខខណ្ឌទី2គឺភេទប្រុសអញ្ចឹងភេទយើងទៅមើល rank របស់វាគឺនៅត្រង់ជួរភេទបាទអញ្ចឹងយើង select នៅត្រង់ជួរភេទមកបន្តមកទៀតគឺយើងដាក់លក្ខខណ្ឌឲ្យវាណាអញ្ចឹងអានេះគឺជា rank ហើយយើងដាក់លក្ខខណ្ឌក្បៀសអញ្ចឹងគឺភេទប្រុសគឺអក្សរបណាអញ្ចឹងយើងដាក់ថ្មិញកដោមកគឺបបិទវងកញ្ចក់វិញ enter អញ្ចឹងនេះគឺជាលក្ខខណ្ឌ2ណាបាទអញ្ចឹងយើងទី1គឺយើងរកលក្ខខណ្ឌអ្នកដែលមានអាជីពការងារជា marketing ហើយមានភេទប្រុសទៀតណាបាទអញ្ចឹងយើងចុច enter មកអញ្ចឹងក្នុងនេះយើងឃើញថាក្នុងនោះមានអ្នកដែលធ្វើការ marketing ហើយភេទប្រុសគឺចំនួន5អ្នកណាបាទអញ្ចឹងបន្តមកទៀតយើងចូលទៅដល់សំណួរទី2គេឲ្យអ្នក marketing ម្ដងហើយភេទស្រីវិញម្ដងតើភេទស្រីមានប៉ុន្មានអ្នកបាទអញ្ចឹងភេទស្រីយើងអាចគ្រាន់ copy អានេះមកយើងគ្រាន់តែដូរតាកន្លែងបនិងសមកណាបាទអញ្ចឹងកន្លែងនេះយើងចុចលើនេះមកគូ copy រូបមន្តមកដាក់ណាអញ្ចឹងដើម្បី copy យើង select លើនេះកន្លែងជួរខាងលើនេះហើយស្ដាំ copy មកដោយសារអាហ្នឹងវាដូចគ្នារូបមន្តវាដូចគ្នាណាអញ្ចឹងយើងអាចធ្វើការ copy បានហើយយើងផាសមកអញ្ចឹងអ្វីដែលយើងត្រូវបដូរគឺបដូរតែអក្សរសទេណាបាទហើយចុច enter មកណាអញ្ចឹងទាំងអស់ទាំងប្រុសទាំងស្រីមាន9នាក់បើយើងចង់ដឹងថា9នាក់មែនអត់យើងទៅមើលលេខរៀងរបស់គាត់សំទោស14នាក់9បូកនឹង5វា14ត្រូវទេនៅនេះmarketing អត់ត្រូវទេមូលហេតុដែលអត់ត្រូវដោយសារនេះយើងរាប់តែ marketing ទេនៅក្នុងនេះវាមានតួនាទីចម្រុះណាបាទតួនាទីចម្រុះបាទអញ្ចឹងតើបើយើងបូកអ្នកដែលតួនាទីផ្សេងទៀតអញ្ចឹងសរុបទាំងអស់សម្រាប់អ្នកដែលធ្វើការជា marketing ទាំងប្រុសទាំងស្រីមានចំនួន9នាក់ណាបាទអញ្ចឹងយើងបន្តទៀតសំណួរទី3គេសួរតើមានអ្នកភេទស្រីប្រាក់ខែក្រោម$200មានប្រមាណអ្នកបាទភេទស្រីហើយប្រាក់ខែក្រោម$200អញ្ចឹងលក្ខខណ្ឌទី1គឺភេទស្រីលក្ខខណ្ឌទី2គឺប្រាក់ខែក្រោម$200អញ្ចឹងនៅកន្លែងនេះយើងបន្តទៀតមកស្មើ count if ដែលមាន f បាទលក្ខខណ្ឌចាប់ពី2ឡើងទៅអញ្ចឹងទី1គឺលក្ខខណ្ឌទី1គឺភេទស្រីអញ្ចឹងយើងចូលទៅកន្លែង rank របស់ភេទណាបាទយើង select rank មកបន្តមកទៀត
អ្វីដែលយើងទៅធ្វើបន្តគឺយើងដាក់សញ្ញាក្បៀសមកបាទអញ្ចឹងភេទស្រីអញ្ចឹងយើងដាក់ថ្មិញកណ្ដោគឺអក្សរសបាទដូរភាសាវិញដាក់ថ្មិញកណ្ដោវិញមកបន្ទាប់មកទៀតប្រាក់ខែក្រោម$200អញ្ចឹងប្រាក់ខែអ្នកទាំងអស់នេះមក select ជួរប្រាក់ខែណាបាទ select នៅត្រង់ជួរប្រាក់ខែមកអញ្ចឹងយើង select បានជួរប្រាក់ខែហើយយើងត្រូវដាក់លក្ខខណ្ឌអានេះគឺជា rank ណាដាក់លក្ខខណ្ឌឲ្យវាគឺក្រោម$200អញ្ចឹងអ្នកទាំងអស់នេះមានចាំសញ្ញាមិញក្រោម$200គឺយើងដាក់វានៅក្នុងសញ្ញាថ្មិញកណ្ដោនេះបាទអញ្ចឹងអ្នកទាំងអស់នេះត្រូវដាក់តូចជាង$200អញ្ចឹងបិទថ្មិញកណ្ដោមកវិញហើយបិទវងកញ្ចក់ណាបាទអញ្ចឹងបញ្ជាក់មកវិញណាករណីយើងប្រើប្រាស់សញ្ញានេះប្រើប្រាស់សញ្ញាធំជាងតូចជាងឬស្មើអីអស់ហ្នឹងគឺយើងត្រូវប្រើនៅក្នុងថ្មិញកណ្ដោបើអត់ប្រើថ្មិញកណ្ដោវាអត់ដើរទេណាបាទអញ្ចឹងកន្លែងនេះលោកគ្រូបិទវងកញ្ចក់វិញមកហើយ enter អញ្ចឹងទាំងអស់ប្រាក់ខែភេទស្រីក្រោម$200មាន4នាក់ណាឥឡូវបន្តទៀតតើ cleaner ភេទប្រុសមានប្រមាណអ្នកបាទអញ្ចឹង cleaner ភេទប្រុសយើងដដែលទេណាស្មើ count if បាទសំទោសណាមាន s អញ្ចឹងយើង select មកត្រង់ផ្នែក cleaner គឺកន្លែងតួនាទីរបស់គាត់ណាបាទអញ្ចឹងអានេះគឺជា rank ក្បៀស1បាទបន្តមកទៀតលក្ខខណ្ឌរបស់គាត់គឺជា cleaner បាទអញ្ចឹងសរសេរពាក្យ cleaner ត្រូវណាបើសរសេរខុសក៏វាអត់បង្ហាញឲ្យយើងដែរអញ្ចឹង CLEAN cleaner ក្បៀសមួយទៀតលក្ខខណ្ឌទី2គឺភេទប្រុសបាទអញ្ចឹងយើង select មកត្រង់ rank របស់ភេទបាទយើង select ទៅត្រង់ rank របស់ភេទក្បៀសមួយទៀតអញ្ចឹងលក្ខខណ្ឌរបស់វាគឺបណាប្រុសបាទបើកថ្មិញកណ្ដោមកគឺអក្សរបបិទថ្មិញកណ្ដោវិញបិទវងកញ្ចក់អញ្ចឹងយើង enter មកឃើញថាអ្នកដែលមានភេទប្រុសធ្វើការជា cleaner ហ្នឹងគឺមានតែម្នាក់ទេអញ្ចឹងយើងទៅមើលជាក់ស្ដែងតាមអញ្ចឹងមែនអត់ណាបាទ cleaner ស្រីស្រីប្រុសនេះម្នាក់ណាបាទអានេះស្រីអញ្ចឹងទាំងអស់មាន4នាក់ហើយស្រីមានបាទអញ្ចឹងបើសិនករណីហ្នឹងគឺប្រុសមានម្នាក់ស្រី3នាក់បាទពិតជាត្រឹមត្រូវណាបាទអញ្ចឹងចាប់ពីរូបមន្ត min make average count a count if រហូតដល់ count if f ដែលយើងសិក្សាអំបញ្ញមិញនេះសង្ឃឹមថាអ្នកនរគ្នាតន់ព្រោះយើងបានអនុវត្តលំហាត់ច្រើនណាបាទពី3លំហាត់ហើយបាទអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាអាចតន់ហើយករណីអត់តន់ទេយើងអាចមើលវីដេអូសារឡើងវិញហើយធ្វើចុះធ្វើឡើងសារជាថ្មីទៅណាបាទអញ្ចឹងវីដេអូរបស់យើងគឺចប់តែប៉ុណ្ណេះហើយមុននឹងបញ្ចប់លោកគ្រូសូមធ្វើការរំលឹកមេរៀនបន្តិចណាបាទអញ្ចឹងយើងមាន3សំណួរអញ្ចឹងទី1តើរូបមន្ត min មានមុខងារសម្រាប់ធ្វើអ្វីដែរបាទរូបមន្ត average មានមុខងារសម្រាប់ធ្វើអ្វីដែរហើយនឹង count if f បាទមានមុខងារសម្រាប់ធ្វើអ្វីណាបាទអញ្ចឹងយើងអាចធ្វើការពង្រឹងចំណេះដឹងរបស់យើងតើយើងអាចឆ្លើយនឹងសំណួរនឹងបានអត់បើឆ្លើយបានមានថាយើងអាចយល់ទៅលើខ្លឹមសារមេរៀនរបស់យើងតែប៉ុណ្្នឹងណាបាទអញ្ចឹងសម្រាប់ថ្ងៃនេះលោកគ្រូបញ្ចប់តែប៉ុណ្្នឹងណា